ប្រព័ន្ធធារាសាស្ត្រព្រែកពោធិ៍ជាប្រព័ន្ធដ៏សំខាន់មួយសម្រាប់ប្រើប្រាស់តាមពហុបំណងដែលមានទីតាំងស្ថិតនៅភូមិព្រែកពោធិ៍ស្រុកស្រីសន្ធរខេត្តកំពង់ចាមការសាងសង់និងការធ្វើទំនើបកម្មប្រព័ន្ធធារាសាស្ត្រព្រែកពោធិ៍មានគោលបំណងដើម្បីទប់ទល់នឹងការប្រែប្រួលអាកាសធាតុការឡើងកម្ដៅនៃភពផែនដីនិងធានាឲ្យបាននូវសន្តិសុខទឹកសម្រាប់គ្រប់វិស័យជាពិសេសបានផ្ដល់ទឹកគ្រប់រដូវកាលដល់វិស័យកសិកម្មនិងមានផ្លូវគមនាគមន៍ខ្វាត់ខ្វែងក៏ដូចជាស្ពានយ៉ាងច្រើនសម្រាប់ធ្វើដំណើរចេញចូលតំបន់គម្រោងនៅក្នុងស្រុកនេះដោយមានការអនុញ្ញាតពីរាជរដ្ឋាភិបាលដែលដឹកនាំដោយសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានដាក់ចេញនូវផែនការឲ្យក្រសួងធនធានទឹកនិងអូតូនិយមដឹកនាំដោយឯកឧត្តមថាវសេដ្ឋារដ្ឋមន្ត្រីនៃក្រសួងធនធានទឹកនិងអូតូនិយមអនុវត្តគម្រោងដោយការបដិញ្ញាចិត្តខ្ពស់ក្រោមហេតុបញ្ញត្តិពីធនាគារអភិវឌ្ឍន៍អាស៊ីធនាគារវិនិយោគសហភាពអឺរ៉ុបរដ្ឋាភិបាលនៃប្រទេសអូស្ត្រាលីនិងក្រោមកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុប្រព័ន្ធធារាសាស្ត្រព្រែកពោធិ៍មានប្រភពទឹកពីទន្លេមេគង្គបូមចូលប្រឡាយមេតាមរយៈស្ថានីយ៍បូមទឹកមួយកន្លែងដែលបំពាក់បច្ចេកវិទ្យាទំនើបខ្នាតធំមានលទ្ធភាពផ្គត់ផ្គង់ទឹកលើដីស្រែប្រមាណ 10,000 ហិកតាការអនុវត្តគម្រោងប្រព័ន្ធធារាសាស្ត្រព្រែកពោធិ៍រួមមានប្រឡាយថ្នាក់ទី1មានប្រវែងសរុប 37,341 ម៉ែត្រប្រឡាយថ្នាក់ទី2មានប្រវែងសរុប 83,446 ម៉ែត្រប្រឡាយថ្នាក់ទី3មានប្រវែងសរុប 66,041 ម៉ែត្រប្រឡាយរំដោះទឹកមេមានប្រវែងសរុប 9,755 ម៉ែត្រសំណង់សិល្បការតូចធំចំនួន 292 សំណង់ដែលសំណង់សំខាន់ៗនោះរួមមានសំណង់ឆ្លងកាត់ចំនួន 54 សំណង់សំណង់បែងចែកទឹកចំនួន 2 សំណង់សំណង់ទ្វារស្ទាក់បញ្ចាលទឹកកាត់ទទឹងប្រឡាយចំនួន 34 សំណង់សំណង់ស៊ីហ្វុងចំនួន 1 សំណង់សំណង់បញ្ជះនិងដោះទឹកចុងប្រឡាយចំនួន 33 សំណង់សំណង់បញ្ចេញទឹកចំនួន 158 សំណង់សំណង់ស្ទាក់ទឹកចំនួន 9 សំណង់ព្រមទាំងមានស្ថានីយ៍បូមទឹកទំនើបបំពាក់ម៉ូទ័រ 7 គ្រឿងចំនួន 1 កន្លែងគម្រោងប្រព័ន្ធធារាសាស្ត្រនេះបានចាប់ផ្ដើមពីឆ្នាំ 2019 និងបញ្ចប់នៅក្នុងឆ្នាំ 2027 ប្រព័ន្ធធារាសាស្ត្រព្រែកពោធិ៍បានផ្ដល់អត្ថប្រយោជន៍យ៉ាងច្រើនដូចជាមានសក្តានុពលក្នុងការផ្គត់ផ្គង់ទឹកលើគ្រប់វិស័យទាំងរដូវប្រាំងនិងរដូវវស្សាមានប្រព័ន្ធធារាសាស្ត្រគ្របដណ្ដប់ផ្ទៃដីស្រោចស្រព 10,000 ហិកតាបានចូលរួមចំណែកលើកកម្ពស់គុណភាពជីវិតដល់ការរស់នៅនិងវិស័យកសិកម្មនៅក្នុងប្រទេសកម្ពុជាបានភ្ជាប់ផ្លូវគមនាគមន៍ពីក្នុងតំបន់គម្រោងចេញមកខាងក្រៅជួយការពារគ្រោះធម្មជាតិដូចជាគ្រោះរាំងស្ងួតនិងគ្រោះទឹកជំនន់មានវិសាលភាពផ្គត់ផ្គង់ទឹកលាតសន្ធឹងចាប់ពីស្រុកស្រីសន្ធរខេត្តកំពង់ចាមរហូតដល់ស្រុកសាច់កណ្ដាលខេត្តកណ្ដាលនិងផ្នែកខ្លះនៃស្រុកពារាំងខេត្តព្រៃវែងក្រសួងធនធានទឹកនិងអូតូនិយមបានបើកវគ្គបណ្ដុះបណ្ដាលជូនដល់មន្ត្រីរាជការពាក់ព័ន្ធទាំងអស់និងអាជ្ញាធរដែនដីថ្នាក់ក្រោមជាតិគ្រប់កម្រិតអំពីវិធីសាស្ត្រប្រើប្រាស់ស្ថានីយ៍បូមទឹកដ៏ទំនើបនេះនិងរៀបចំសហគមន៍កសិករប្រើប្រាស់ទឹកដើម្បីដំណើរការប្រកបដោយនិរន្តរភាពលើប្រព័ន្ធធារាសាស្ត្រនេះផងដែរជាមួយនឹងសមិទ្ធផលទាំងអស់ខាងលើសូមគោរពថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាដែលបានដាក់ចេញនូវគោលបំណងប្រកបដោយការបដិញ្ញាចិត្តខ្ពស់និងអនុញ្ញាតឲ្យក្រសួងធនធានទឹកនិងអូតូនិយមអនុវត្តយ៉ាងសកម្មដើម្បីឆ្លើយតបនឹងការបដិញ្ញារបស់រាជរដ្ឋាភិបាល